Bàសួស្តីបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះខ្ញុំថតវីដេអូចេញពីជាការតឡងហើយធ្វើជា vlog ដើម្បីនិយាយពីរឿងការដាំដុះក៏ដូចជាអាកាសធាតុបាទនៅក្នុងនេះខ្ញុំមើលអេក្រង់ទូរស័ព្ទដល់ពេលកាមេរ៉ានៅណដល់ពេលវាហាក់ដូចជាខុសគ្នាបាទអញ្ចឹងទេអ្នកចការបាទកសិករណាខាងខ្ញុំគឺនៅខេត្តកាចេះបងប្អូនបាទហើយនិយាយពីតឡងនៅខាងក្រោយគឺទៅតែបានប៉ុណ្ណឹងទេបាទជាក់ស្ដែងនៅតាមជញ្ជីងបាទ450បាទដែលតឡងគេដាក់ប្រមូលណាបាទហើយស្វាយបាទតាកតងទៅនឹងស្វាយនេះខ្ញុំទៅតែដាំនៅក្នុងខែ6នេះទេបាទខែ6ឥឡូវខែ7ហើយយើងសរុបទៅយើងបែរជាបានមួយខែកន្លះហើយដោយសារតែយើងដាំពាក់កណ្ដាលខែ6បាទអ្វីដែលផ្ដោតសំខាន់នៅក្នុងវីដេអូនេះគឺខ្ញុំមកថែទាំជើងដលងបាទធ្វើយ៉ាងណាកុំឲ្យស្មៅលិចបើទោះបីជាយើងដាំវាបាត់ទៅហើយបាទការដែលដាំបាត់ដោយសារតែយើងដាំពីមុនវាមេឃវាអត់ភ្លៀងបាទរាំង20ថ្ងៃវាបាត់ខ្លះអីខ្លះវាជារឿងធម្មតាទេបាទក៏ប៉ុន្តែអ្វីដែលសំខាន់តឡងដែលដោះមកហើយគឺយើងត្រូវថែទាំបាទថែទាំយ៉ាងណាដើម្បីកុំឲ្យស្មៅនឹងវាលិចដើម្បីកុំឲ្យវាថយទិន្នផលបន្ថែមទៀតណាបាទព្រោះថាតឡងបើស្មៅលិចគឺទិន្នផលគឺថយចុះដដែលដូចជាអត់ដោះយ៉ាងបងប្អូនអញ្ចឹងហើយយើងធ្វើឲ្យស្អាតបាទអុយមកចាំដាំវាញឹកខ្លាំងពេកទេដាំមកមុំទៅបាទហើយខ្ញុំដាំដោតកន្លែងខ្លះក៏ដាំកប់ដោយសារតែខ្ញុំមានជាការពីរកន្លែងណាហើយកន្លែងខ្លះស្វាយវាធំយើងអត់អាចដោតបានទេបាទដោយសារតែការដោតពេលខ្លះបើសិនជាភ្លៀងច្រើនជ្រុលវាអាចធ្វើឲ្យដីយើងនឹងហូរចូលអូអស់ហ្មងបាទហើយក៏ជីជាតិដីស្រទាប់លើនឹងក៏វាឆាប់អស់ដែរវាអាចនឹងធ្លាក់ទិន្នផលដលងឬក៏វាអាចលបើកស្វាយអីយ៉ាងទៅបើសិនជាគៀកស្វាយចឹងហើយកន្លែងនេះឆ្នាំក្រោយប្រហែលជាខ្ញុំដាំឆូតដែរបាទយើងរត់ដលងថ្មីដលងពូជថ្មីដែលมันមានជំងឺរួញណាយើងយកមកដើម្បីកប់វាចង់ដឹងថាវាកើនទិន្នផលបែបម៉េចដោយសារតែខ្ញុំដាំនេះគឺធ្វើក្រៀមបងប្អូនខ្ញុំធ្វើក្រៀមដោយសារតែខ្ញុំឈប់ធ្វើស្រស់ហើយបាទធ្វើស្រស់អត់មានឃើញចំណូលអីពីដលងច្រើនទេបងប្អូនឃើញតែការចំណាយបាទចាឃើញតែការចំណាយអញ្ចឹងទេខ្ញុំធ្វើក្រៀមកម្លាំងខ្លួនឯងខ្លះកម្លាំងគេខ្លះទៅបាទដើម្បីបង្កើនចំណូលប្រចាំឆ្នាំបានខ្លះហើយតំណែងមកថាឆ្នាំនេះមានការរាំងអីយ៉ាងទៅបាទព្រួយបារម្ភចំពោះស្វាយក៏ប៉ុន្តែមិនសូវព្រួយបារម្ភចំពោះដលងទេបាទព្រោះដលងមុំគឺយើងអាចធ្វើការដំណើរការបានតែស្វាយបើសិនជាមេឃរាំងខ្លាំងនឹងឡើងកម្ដៅខ្លាំងវាអាចប៉ះពាល់ដល់ផ្កាដល់ក្តឹបបាទធ្វើឲ្យទិន្នផលធ្លាក់ចុះតែជាក់ស្ដែងខាងក្រសួងយើងចេញមកថារាំងពីប្រមាណដល់ពេលឥឡូវមានព្យុះមកឃើញថាភ្លៀងសន្ធឹកសន្ធាប់លើសពីអ្វីដែលយើងបានគិតបាទហើយតំណាំយើងងាកមកប្រធានបទទាក់ទងទៅនឹងជើងដលងបងប្អូនការប្រើប្រាស់ថ្នាំកសិកម្មយើងត្រូវរើសថ្នាំបាទដែលថ្នាំណាដែលមានការធានាដូចជាមិនប៉ះពាល់ដល់ឫសឬក៏មើមដលងណាព្រោះដលងវ័យប៉ុណ្ណេះគឺកំពុងតែបង្កើនទិន្នផលដូចជាពង្រីកនឹងការដាក់មើមហើយបងប្អូនបាទអញ្ចឹងទេយើងគួរតែប្រើប្រាស់ថ្នាំដែលទទួលបានការណែនាំច្បាស់លាស់ពីអ្នកឯកទេសថ្នាំណាឬក៏យើងដឹងតគ្នាទៅបាទធ្វើយ៉ាងណាកុំឲ្យមានការប៉ះពាល់ដល់ឫសឬក៏ដល់មើមដលងរបស់យើងដើម្បីបង្កើនទិន្នផលណាព្រោះដលងយើងវាបាត់ទៅហើយជាក់ស្ដែងខ្ញុំមិនទុករងស្វាយបងប្អូនធំជ្រុលបាទបងប្អូនមើល
ធំមែនទែនរោងស្វាយចឹងដោយសារតែការដែលព្យួរហ្នឹងគឺខ្ញុំអត់បានមកទេបាទខ្ញុំជាប់រវល់នៅក្នុងការដាំដលងឬក៏ដាំអីទេបាទផ្លេចបាត់ទៅហើយអត់បានមានណតទុកបាទបើប្រហោះ Facebook វិញអីចឹងទៅគ្រាន់បានចំណាំដែលអត់ប្រហោះទៅចាំអត់អស់ព្រោះជីវិតរាល់ថ្ងៃវារវល់ច្រើនពេកមួយថ្ងៃធ្វើការដែលតនេថ្ងៃខ្លះក៏ហត់ទៅផ្លេចអស់ទៅបាទចឹងទេបើសិនជាបានថតវីដេអូបែបហ្នឹងយើងមានដូចជាការចងចាំមួយដែលយើងអាចមើលទៅយើងដឹងបាទហើយនៅក្នុងវីដេអូនេះគឺថ្ងៃទី31ខែ7 2026បាទអញ្ចឹងទេសង្ឃឹមថាវគ្គក្រោយខ្ញុំនឹងចេញវីដេអូនៅជាការកន្លែងនឹងទៀតធ្វើជា vlog និយាយខ្លីៗគិតគឺខ្លះបរាជ័យខ្លះជោគជ័យខ្លះដើម្បីធ្វើជាមេត្តាការរស់នៅរបស់កសិកររបស់យើងបាទសូមអរគុណសម្រាប់ការតាមដានសូមបងប្អូនទាំងអស់គ្នាជួយចុចជាវបាទនិងជួយចុច like បាទម្នាក់មួយផងសូមអរគុណសម្រាប់ការចូលទស្សនា